សួស្តីអ្នកទាំងអស់គ្នាថ្ងៃនេះយើងជួបគ្នាម្ដងទៀតនៅក្នុងកម្មវិធី CapCut យើងដឹងស្រាប់ហើយថា CapCut ឥឡូវគឺកំពុងពេញនិយមក៏ដូចជាមានបញ្ហាខ្លះដូចជាមួយនោះគឺពាក់ព័ន្ធទៅរឿងCapCut ដែលមិនមាន license គឺវាមានពាណិជ្ជកម្មច្រើនហើយមួយទៀតបងប្អូនអ្នកប្រើ CapCut ទាំងអស់តែងតែមានបញ្ហាជាមួយការសរសេរអក្សរខ្មែរចង់សរសេរអក្សរខ្មែរគឺដាច់ដៃដាច់ជើងសរសេរមិនកើតហើយអ្នកខ្លះចេះសរសេរបានទាល់តែ convert ពី Unicode ទៅជា Lemon អញ្ចឹងគឺមានការពិបាកអ្នកខ្លះក៏ធុញទ្រាន់រហូតដល់មិនចង់ប្រើឬក៏សរសេរតែអក្សរបរទេសទៅអញ្ចឹងថ្ងៃនេះយើងនឹងមកសាកល្បងទាំងអស់គ្នាដើម្បីចូលទៅសរសេរនឹងពីរបៀបinstall ឬក៏បញ្ចូល font ខ្មែរទៅនៅក្នុង CapCut ដោយសារ CapCut ទៅបើកមុខងារថ្មីមួយគឺបញ្ចូល font ខ្មែរនិងអក្សរសាស្ត្រខ្មែរអញ្ចឹងជាដំបូងយើងបើកកម្មវិធី CapCut យើងមកអូខេយើងបើកហើយហ្នឹងហើយដើម្បីចង់ដឹងថាតើកម្មវិធី CapCut យើងអាចសរសេរអក្សរខ្មែរបានឬក៏អត់យើងចូលទៅមើល text របស់យើងអញ្ចឹងយើងចូលទៅ text ហើយយើងចូល add text អញ្ចឹងកាលណាយើង add text ចូលហើយយើងចង់ដឹងថាតើយើងសរសេរបានឬក៏មិនបានអញ្ចឹងយើងចូលទៅហើយយើងសរសេរអក្សរខ្មែរមកយើងចង់សរសេរខ្មែរស្រឡាញ់ខ្មែរឥឡូវខ្មែរទៅខ្មែរស្រឡាញ់ខ្មែរចឹងគឺវាដាច់ជើងដាច់ដៃវាយើងមើលអត់ស្គាល់មិនដឹងថាសរសេរថាម៉េចចឹងដើម្បីពួកយើងអាចនឹងចូលទៅសរសេរ font ខ្មែរបានលុះត្រាតែយើងបញ្ចូល font សិនចឹងដើម្បីបញ្ចូលបានទៀតនោះគឺយើងត្រូវចូលទៅ download font នៅ Google អញ្ចឹងយើងទៅ Google ទាំងអស់គ្នាយើងទៅហើយយើងបើក browser មួយណាដែលយើងចូលចិត្តអាចមាន Chrome អាចមាន Safari អញ្ចឹងខ្ញុំចូលទៅ Google ប៉ុន្តែនេះដោយសារខ្ញុំ download ថ្ងៃមុនហើយអញ្ចឹងវានៅជាប់អញ្ចឹងយើងសរសេរដាក់មក Google អូខេខ្ញុំ Google ពីដំបូងហើយអញ្ចឹង Google រួចហើយយើងសរសេរខ្មែរ font មកបន្ទាប់ពីយើងសរសេរខ្មែរ font ហើយយើងចុច search មកបន្ទាប់មកវាចេញជាច្រើនណាស់នេះ fontចឹងដើម្បីជ្រើសរើសយក font ទៅដាក់នៅក្នុង CapCut បានយើងត្រូវ download វាសិនអញ្ចឹងយើងចុចមកទៅសម្រាប់ខ្ញុំរើសយក23 free Cambodian font អូខេកាលណាខ្ញុំចុចហើយវានឹងឡើងមកជាចឹងពេលចេញចេះហើយយើងស្រួលយកពាក្យណាមួយក៏បានដែរ download font ណាមួយក៏បានដែរប៉ុន្តែសម្រាប់ខ្ញុំសូម download យក font សៀមរាបចុះអូខេកាលណាយើង download ហើយវានឹងចេញមករបៀបនេះឲ្យយើង download អញ្ចឹងយើងចុច download ធ្វើតាមខ្ញុំមួយហើយនឹងពាក្យ open file ចូលទៅអូខេបន្ទាប់ពី open file ចេញមកអញ្ចេះហើយយើងចុចត្រង់នេះត្រង់ extract ហើយយើង extract ម្ដងទៀតដើម្បីពលា file ហ្នឹងព្រោះវាជា file zip អញ្ចឹងវាអត់ support ទេតើតែយើងពលា file វាសិនអូខេអញ្ចឹងយើងឃើញអញ្ចឹងហើយយើងអាចធ្វើអីទៀតទេយើងទៅ CapCut វិញហើយយើងចូលទៅ CapCut អូខេកាលណាយើងមកដល់ CapCut ហើយយើងចូលទៅ font បន្ទាប់មកយើងអូសខាងក្រោមនេះឲ្យអស់មក my font ចឹងកាលណាចេញ my font ចឹងហើយយើងចុចពាក្យ add អូខេពាក្យ add រួចហើយយក my font បន្ទាប់មកយក my file ហើយយើងឃើញពាក្យសៀមរាបនៅហ្នឹងចឹង font ដែលខ្ញុំ download គឺវាមានច្រើនចឹងវាអាចមានច្រើនជាងហ្នឹងទៀតចឹងយើង add ម្ដងមួយមកចឹងយកសៀមរាបមកបន្ទាប់មកយក done មកអូខេចឹងបន្ទាប់យើង add ហើយយើងនឹងឃើញពាក្យសំទោសសៀមរាបនៅទីនេះចឹងយើងមានប្រមាណហ្នឹងយើងមាន font យើងមានសៀមរាបមានខ្មែរតាព្រំអង្គរបាត់ដំបងហើយនឹងមូលអូខេ
chẳng cả na việc khơi chẳng hỏi dương chọn đăng thà tờ so khmer nước dương xe nước vì về dương chạch phone tới vì prai pru yang na lấy dương chạch sim riệp mũi ok chẳng vì miền chỉnh chẹ vì đại sai nhầm lên style vì môn máu vì chỉnh lụt style từ mũi cả bất vì chỉnh tại mình toàn lên ở phịch những vì chỉnh thòm đa để đối chỉnh chẹ anh thì nên này chẳng một tổ màu tại dương từ nên ngày vì chỉnh chẳng hỏi chẳng tại dương từ đồ phone ấy tiệt chẳng dương chỗ từ đồ phone xem tiệt lợi nhung đã bạch đầm bốn nên ngày bạch bốn đi thông tích chẳng mũ thông chẳng nông tích chẳng khmer phone nó ai những ca sẽ khó tích tuổi chẳng dương ta sẽ trời máu khmer sờ lạnh khmer ok chẳng cứ về tranh biệt nè cái này dương tranh biệt này hơi bị tụt máu dương chọn lên style mấy các bạn đây chẳng dương cho từ style dương chơi style trẻ máu hay bị tụt máu dương cho từ effect dương chơi add effect máu ok chẳng bị tranh trẻ ok chẳng cả đồng la nâng sẽ máy phone là lừa khép khát ở lớn mình chụp ảnh hà địa tế hay dương của bạn vừa chọn đây xin khâm tha một hệ tầng ở kia nâng vừa tám hay bờ tròn nào mình vô xong rồi thả mũi hay mưa mà đòn tích làm vậy ở vô mưa ở tràn đó và sân chia bị bạสำหรับบางคนได้ทลบปลาขับขัดเฮ้ยมันจะปัญหาแต่สำหรับบางคนได้เติบโตจับดังปลาขับขัดคืออาจจะมีปัญหาคลาได้มันใส่จีโยจังจีเยี่ยมมือมาดองให้ดองเตี้ยอาจจะโยนั่นไงจีจงกรอยสมบางคนช่วยจดไลค์จด subscribe ให้ตั้งเสียวิดีโอนี้ตั้งออกนี้ว่าสมกุล